នេះគឺជាកម្មវិធីរលុយថ្មីទៀតហើយអ្នកនរគ្នានៅក្នុងបាញ់ណង់ដោយខែថ្មីនេះគឺបាញ់ណង់បានទម្លាក់នៅ project ថ្មីមួយទៀតនៅក្នុងបាញ់ណង់ holder airdrop នោះគឺជា project resole អ្នកនរគ្នាអាចធ្វើការចូលរួមដើម្បីបាននៅលុយ free ឬក៏បាននៅកាក់ resole នេះ free នៅក្នុងបាញ់ណង់ holder airdrop ដោយអ្នកនរគ្នាគ្រាន់តែធ្វើការ subscribe នៅ BNB របស់អ្នកនរគ្នានៅក្នុងបាញ់ណង់ simple earn ធ្វើយ៉ាងម៉េចដើម្បីបាននៅលុយ free ឬក៏បាននៅកាក់ free នេះតោះយើងទៅមើលវីដេអូលម្អិតទាំងអស់គ្នា Let's go អ្នកនរគ្នាមុននឹងទៅមើលវីដេអូលម្អិតទាក់ទងជាមួយនឹងរបៀបរលុយជាមួយនឹងបាញ់ណង់ឬក៏បាញ់ណង់ holder airdrop ជាមួយនឹងកាក់ថ្មីនៅក្នុងបាញ់ណង់ដែលចែក free ដល់អ្នកទាំងអស់គ្នាដំបូងបើអ្នកទាំងអស់គ្នាអត់ទាន់មាន account បាញ់ណង់សម្រាប់ធ្វើការទិញលក់នៅកាក់ទេអ្នកទាំងអស់គ្នាគួរតែបង្កើតវាឥឡូវនេះអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ stop នៅវីដេអូនេះទៅហើយអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR មួយនេះបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR រួចរាល់ហើយអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ email ឬក៏ password ឬក៏អ្នកទាំងអស់គ្នាដាក់លេខទូរស័ព្ទឬក៏ password បន្ទាប់មកអ្នកទាំងអស់គ្នាចុចនៅប៊ូតុង next បន្ទាប់ពីអ្នកទាំងអស់គ្នាចុច next រួចរាល់ហើយអ្នកទាំងអស់គ្នាធ្វើការ login បន្ទាប់ពី login ហើយអ្នកទាំងអស់គ្នាត្រូវតែធ្វើការបំពេញនៅមួយចុងក្រោយគឺ verify នៅ KYC អ្នកទាំងអស់គ្នាត្រូវតែធ្វើការបំពេញនៅ ID ឬក៏ passport មួយនេះអ្នកទាំងអស់គ្នាបំពេញរួចរាល់ហើយអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់ឬក៏អ្នកទាំងអស់គ្នាអាចធ្វើការរលុយបង្កើតលុយឬក៏សាងប្រាក់ចំណូលបានដោយសេរីនៅក្នុងបាញ់ណង់សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Hey ម្ដងទៀតហើយអ្នកទាំងអស់គ្នាយើងបែកគ្នាមួយរយៈគឺ10ថ្ងៃជាងដែលខ្ញុំបាទអត់ដែលបញ្ចេញនៅវីដេអូថ្មីបន្តទៀតហើយនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងមកនិយាយជាមួយនឹង project ថ្មីនៅក្នុងបាញ់ណង់ដែលកំពុងតែដំណើរការនោះគឺជាកាក់ resole ហើយអញ្ចឹងគឺកាក់ resole នេះកំពុងតែធ្វើនៅក្នុងបាញ់ណង់ holder airdrop ហើយអ្នកទាំងអស់គ្នាអាចធ្វើការចូលរួមដើម្បីបាននៅកាក់ resole នេះ free ឬក៏បានលុយ free នេះដោយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការទិញនៅ BNB ឬក៏យក BNB របស់អ្នកទាំងអស់គ្នាយកទៅធ្វើការ subscribe នៅក្នុងបាញ់ណង់ simple earn ហើយនឹងកាក់វានឹងអូតូតម្លាក់នៅក្នុងបាញ់ណង់ spot ឲ្យអ្នកទាំងអស់គ្នាដោយ automatically ដូចនេះនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបញ្យល់នៅ3ចំណុចអ្នកទាំងអស់គ្នាចំណុចទី1តើអ្វីទៅគឺជាកាក់ resole ទាក់ទងជាមួយ economic ឬក៏ទាក់ទងមួយទស្សនវិស័យរបស់វាហើយចំណុចទី2តើអ្វីទៅគឺជា buy now holder airdrop បាទហើយចំណុចទី3តើយើងចូលរួមជាមួយនឹង buy now holder airdrop បានដោយរបៀបណាដើម្បីឲ្យយើងទទួលបាននៅកាក់ resole នេះ free ហើយអ្នកទាំងអស់គ្នាមើលដល់ចប់វីដេអូអ្នកទាំងអស់គ្នានឹងចេះនៅការទទួលបាន airdrop មួយនេះតើអ្វីទៅគឺជាកាក់ resole អ្នកទាំងអស់គ្នាកាក់ resole គឺជា protocol maintaining USR អ្នកទាំងអស់គ្នាជាប្រភេទ stable coin ដែលធ្វើការ back ដោយ Ethereum ហើយនិង Bitcoin ហើយមានតម្លៃរបស់វាគឺ1ស្មើ1មានន័យថា1គឺស្មើទៅ$1បាទហើយ the protocol main feature គឺរួមមាន insurance redemption សម្រាប់ USR ដើម្បីធ្វើការប្រឆាំងទៅលើទុក្ខណតីហើយទី2ទាក់ទងជាមួយនឹង maintaining sufficient backing ដោយ Ethereum ហើយនិង BTC at all time this is achieved by hitting Ethereum ហើយនិង BTC ដែលតម្លៃវាគឺជាមួយនឹង short perpetual future position ហើយចំណុចទី3គឺ maintaining RSP មានន័យថា resole liquidity pool liquid insurance pool ដែលធ្វើការបង្កើតឡើងដើម្បីធ្វើការរក្សាទុក USR over collateralized អញ្ចឹងទាំង USR ហើយនិង RSP គឺអាចធ្វើការ mine ហើយនិង redeem ដល់ user នៅក្នុង exchange សម្រាប់ធ្វើការ collateral deposit ទៅលើ1ស្មើ1 basic និយាយរួមគឺសម្រាប់កាក់ resole នេះគឺវាជាប្រភេទ stable coin native តោះយើងទៅមើលលម្អិតទាក់ទងជាមួយនឹង resole នេះទាក់ទងជាមួយនឹងបាញ់ណង់ប្រកាសហើយនឹងទាក់ទងជាមួយនឹង white paper របស់កាក់ resole តើវាមានទស្សនវិស័យយ៉ាងម៉េចនៅក្នុង white paper ហើយទៅ economic ទាក់ទងជាមួយនឹងចំនួនកាក់របស់វាយ៉ាងម៉េចបាទសួស្តីអ្នកនរគ្នាអញ្ចឹងគឺការពីម្សិលមិញនេះអ្នកទាំងអស់គ្នាគឺថ្ងៃទី11ខែ6ឆ្នាំ2025បាញ់ណង់បានធ្វើការទម្លាក់នៅកាក់ថ្មីទៅក្នុងបាញ់ណង់ holder airdrop គឺ project របស់វាគឺឈ្មោះថា resole អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការចូលរួមដើម្បីបាននៅកាក់ resole នេះនៅក្នុងបាញ់ណង់ holder airdrop ដោយគ្រាន់តែអ្នកទាំងអស់គ្នាធ្វើការ subscribe នៅ BNB ឬក៏កាក់ native coin របស់បាញ់ណង់នៅក្នុងបាញ់ណង់ simple earn អញ្ចឹងគឺបាញ់ណង់ excited ដើម្បីធ្វើការប្រកាសនៅ project ទី21នៅលើ holder airdrop page អ្នកទាំងអស់គ្នាហើយកាក់ហ្នឹងគឺឈ្មោះថា resole អក្សរពេញរបស់វាគឺ resole ដដែលនឹងឯងគឺជា protocol maintaining USR អ្នកទាំងអស់គ្នាហើយវាជាប្រភេទ stable coin native back ដោយ Ethereum ហើយនិង Bitcoin អ្នកទាំងអស់គ្នាហើយ pitch របស់វាតម្លៃរបស់វាគឺស្មើនឹង$1អញ្ចឹងសម្រាប់ user អ្នកដែលធ្វើការ subscribe នៅ BNB នៅក្នុង simple earn មានថាជានៅក្នុង flexible ឬក៏ lock ឬក៏នៅក្នុង chanded product ទេចាប់ពីថ្ងៃខែ5ទី28ដល់ខែ5ទី31អ្នកនរគ្នានឹងធ្វើការទទួលបាននៅ airdrop distribution អ្នកនរគ្នាអញ្ចឹង the holder airdrop information គឺ estimate បានប្រហែលជា5ម៉ោង
ងអ្នកនរគ្នាបន្តអំពីការធ្វើការដាក់លក់នៅក្នុងបាញ់ណង Sport បាញ់ណងនឹងធ្វើការលីសនៅការ Arizona នេះនៅខែ6ថ្ងៃទី11អញ្ចឹងកាក់នេះគឺវាបានលីសការពីម្សិលមិញហើយអ្នកគ្នាយកពីម្សិលមិញហើយបាន open trade អ្នកនរគ្នា USDT USDC BNB FDUSD ហ្នឹងកាលពីយប់មិញថ្ងៃទី11នឹងរួចរាល់ហើយអ្នកនរគ្នាហើយសម្រាប់ទាក់ទងជាមួយ tokenomics អ្នកនរគ្នាទាក់ទងជាមួយនឹងចំនួនកាក់របស់ Risol នេះអ្នកនរគ្នាគឺវាមាន 1000 លានកាក់អ្នកនរគ្នាហើយ maximum supply របស់វាក៏1000 លានកាក់ដូចគ្នាដែរហើយវាដាក់នៅក្នុង holder here drop ដើម្បីដាក់បច្ចេកលុយគេ free នេះវាដាក់តែ 2% ទេអ្នកគ្នាគិតជាចំនួនកាក់គឺ20 លានកាក់ទេអ្នកគ្នាដែលវាដាក់ oil free នៅក្នុង here drop នេះណាបាទហើយបន្ទាប់ពីកាក់នឹងចូលទៅក្នុងបាញ់ spot អ្នកគ្នាគឺវាដាក់លក់នៅក្នុងទីផ្សារ calculating supply របស់វាគឺវាដាក់តែ 15.38% ទេគិតជាចំនួនកាក់គឺ155 លានកាក់តែប៉ុណ្ណោះបាទហើយសម្រាប់កាក់ Risol នេះគឺវាប្រើនៅ smart contract របស់វាពីរទី1វាប្រើ BNB Chan ហើយទី2វាប្រើ Ethereum Chan អ្នកគ្នាហើយ listing fee របស់វាគឺ0យើងទៅមើល website ទាក់ទងជាមួយនឹងកាក់ Risol នេះអ្នកទាំងអស់គ្នាហើយក្នុង website របស់វានេះគឺទាក់ទងវាលម្អិតឲ្យយើងបន្តិចអ្នកទាំងអស់គ្នាហើយនេះគឺជាទាក់ទងជាមួយនឹង website កាក់ Risol នឹងឯងហើយកាក់នេះគឺកំណត់សម្គាល់ត្រង់ចំណុចខាងក្រោមបន្តិចអ្នកទាំងអស់គ្នាគឺកាក់នេះគឺវាធ្វើការដូចជា racing អ្នកទាំងអស់គ្នាប្រម៉ូបានលុយដូចជា$10 លានជាងអ្នកទាំងអស់គ្នាប្រម៉ូដល់ថវិកា racing ណាបាទហើយកាក់នេះគឺវាមាន supporter ច្រើនអ្នកទាំងអស់គ្នាអាចមើលទៅ cycle fund អ្នកទាំងអស់គ្នាមាន Coinbase មានអីធ្វើការចូលរួមវិនិយោគជាមួយនឹងវាផងដែរបាទជាងមកមើលទាក់ទងជាមួយនឹង white paper របស់វាអ្នកគ្នាគឺទាក់ទងជាមួយនឹងទស្សនវិស័យរបស់កាក់នេះអ្នកគ្នាដូចខ្ញុំបាននិយាយមុនហ្នឹងចឹងគឺទាក់ទងជាមួយនឹង what is Risol ហ្នឹងឯងគឺកាក់ Risol នេះគឺវាជាប្រភេទ protocol mining ទាក់ទងជាមួយនឹង USR ជាប្រភេទ stable coin ដែលធ្វើការ back ដោយ Ethereum ហើយនិង BNB ហើយតម្លៃរបស់វាគឺស្មើនឹង$1បាទយើងមកមើល UFO ឬក៏ទាក់ទងជាមួយ using Risol អ្នកនរគ្នាអញ្ចឹងសម្រាប់ការប្រើប្រាស់ Risol នេះគឺអ្នកទាំងអស់គ្នាគឺវាមានទី1គឺសម្រាប់ stable coin USR ហើយនិង RSP បាទនៅក្នុង USR ហ្នឹងគឺវាមាន mine វាមាន stake វាមាន redeem បាទហើយសម្រាប់ RLP នេះអ្នកគ្នាវាមាន mine ដូចគ្នាដែរអ្នកគ្នាមាន mine មាន redeem បាទអានេះទាក់ទងជាមួយនឹង using ការប្រើប្រាស់ Risol ហ្នឹងហើយសម្រាប់ទាក់ទងជាមួយនឹង useful definition របស់វាគឺអ្នកនរគ្នាវាទាក់ទងជាមួយនឹង data natural portfolio អ្នកនរគ្នាបាទហើយទាក់ទងជាមួយនេះ per picture future អីនេះគឺមាននៅក្នុង white paper ទាំងអស់បាទមួយវិញទៀតអ្នកនរគ្នាសម្រាប់កាក់ Risol នេះអ្នកនរគ្នាវាបានធ្វើការ fundraising detail របស់វាគឺវាបាន 10M អ្នកនរគ្នាគឺ$10 លានហើយសរុបសេចក្តីគឺវាមានពីរសំខាន់ពិសេសនៅក្នុងកាក់ Risol នេះគឺទី1គឺជាប្រភេទ USR ហើយទី2គឺជាប្រភេទ RLP អ្នកនរគ្នាហើយវាគឺជាប្រភេទ stable coin back ដោយ Ethereum ហើយនិង BTC បាទអ្នកនរគ្នាអញ្ចឹងគឺអ្នកនរគ្នាបានយល់ហើយទាក់ទងជាមួយនឹងកាក់ Risol ទាក់ទងជាមួយ tokenomics ទាក់ទងជាមួយទស្សនវិស័យហើយនឹងទាក់ទង cap ខ្លីៗថាតើវាគឺជាអីគេបាទវាគឺជាប្រភេទកាក់ maintaining protocol ហើយទាក់ទងជាមួយ stable coin បាទហើយវាត្រូវបាន back ដោយ Ethereum ហើយនិង BTC អញ្ចឹងឥឡូវនេះយើងមកស្វែងយល់ថាតើអ្វីទៅគឺជា Binance Holder Airdrop បាទអ្នកនរគ្នាសម្រាប់ Binance Holder Airdrop នេះវាគឺជា program អ្នកនរគ្នាគឺជាកម្មវិធីដែលធ្វើការផ្ដល់រង្វាន់ទៅកាន់អ្នកដែលធ្វើការ hold គឺមានន័យថាអ្នកធ្វើការ invest ឬក៏អ្នកធ្វើការទិញនៅកាក់ BNB រយៈពេលវែងឬក៏រយៈពេលខ្លីហើយធ្វើការ hold នៅកាក់ហ្នឹងនៅក្នុង Binance Simple Earth អញ្ចឹងសម្រាប់គ្រប់ពេលដែល Binance មានការដាក់ list នៅកាក់ថ្មីហើយកាក់នឹងដាក់នៅក្នុង Binance Holder Airdrop សម្រាប់អ្នកដែលធ្វើការ hold នៅ BNB ទាំងអស់នោះនឹងទទួលបាននៅ reward ឬក៏ទទួលបានលុយទទួលបាននៅកាក់នេះ free នៅពេលបានគឺវាចូលទៅក្នុង spot បន្ទាប់ពីបានគឺអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការលក់នៅកាក់ឧទាហរណ៍កាក់ Risol ហ្នឹងគឺយកលុយមកគឺជាការស្រេចបាទគឺយ៉ាងម៉េចដើម្បីឲ្យយើងធ្វើការចូលរួម participate ឬក៏ធ្វើការទទួលបានលុយ free ឬក៏កាក់ free នេះតោះទៅមើលវីដេអូទាំងអស់គ្នា let's go បាទអ្នកគ្នាដើម្បីទទួលបាននៅកាក់ free ក៏លុយ free សម្រាប់ Binance Holder Airdrop នេះដំបូងគឺអ្នកទាំងអស់គ្នាត្រូវមាន account Binance
សិនបាទអ្នកគ្នាអត់ទាន់មានទេអ្នកគ្នាមើលនៅក្នុង description ខាងក្រោមនេះឬក៏នៅខាងលើនៅក្នុង Facebook អ្នកគ្នានឹងឃើញ link បង្កើត account បៃណងអ្នកគ្នាបង្កើតវាសិនទៅដើម្បីឲ្យអ្នកគ្នាអាចធ្វើការចូលរួមបានអញ្ចឹងបន្ទាប់ពីយើងមាន account ហើយយើងធ្វើការបើកនៅគណនីបៃណងរបស់យើង app របស់យើងសិនមកបាទអញ្ចឹងសម្រាប់អ្នកគ្នាដើម្បីឲ្យចូលរួមជាមួយនឹងព្រឹត្តិការណ៍ឬក៏ project នានានៅក្នុងបៃណង holder airdrop អ្នកគ្នាត្រូវតែមានលុយនៅក្នុង account សិនលុយគឺរបៀប deposit អញ្ចឹងអ្នកគ្នាអត់ដឹងរបៀប add fund ឬក៏ deposit ទេអ្នកគ្នាមើលវីដេអូមួយនេះគឺរបៀបដាក់លុយពី ABA ចូលទៅក្នុងបៃណងបន្ទាប់ពីយើងមានលុយនៅក្នុងបៃណងហើយអ្នកគ្នាយើងយកលុយនឹងយើងយកទៅទិញនៅ BNB របៀបទិញឧទាហរណ៍ថាខ្ញុំបាទមានលុយនៅក្នុងបៃណងហើយខ្ញុំបាទមាននៅក្នុង spot គឺចំនួន$5,592អញ្ចឹងខ្ញុំទិញនៅកាក់ BNB $92ដើម្បីទុកថ្ងៃក្រោយដល់ពេលដែលបៃណងមានការប្រកាសនៅបៃណង holder airdrop ហើយខ្ញុំនឹងទទួលបាននៅកាក់ពួកនឹង free អញ្ចឹងឧទាហរណ៍បើយើងមានលុយហើយយើងចូលមកកាន់ home មកខ្ញុំអត់ចង់ឲ្យអ្នកនរគ្នាចូលទៅកាន់ពាក្យ trade ទេវាខ្លាំងវារញ៉េរញ៉ៃណាតែចុចកន្លែង home មកអ្នកនរគ្នាហើយយើងចុចកន្លែងមកបាទហើយបន្ទាប់មកយើងវាយពាក្យកន្លែង convert ក៏បានអ្នកនរគ្នានេះវាមានពាក្យ convert នេះយកពាក្យ convert ហ្នឹងមកបាទវាពាក្យថា convert បាទនេះ convert មកបន្ទាប់មកអ្នកនរគ្នាកន្លែង convert នេះអ្នកនរគ្នាចង់បាននេះគេ USDT មកកាន់កាក់ BNB យើងត្រូវ convert មកកាន់ BNB អញ្ចឹងខ្ញុំ convert លុយ$92ខ្ញុំទិញវាទៅ$92ទេអញ្ចឹងបន្ទាប់មកយើងចុច confirm មកអ្នកគ្នាអញ្ចឹងយើងមានកាក់ BNB ហើយឧទាហរណ៍នេះយើងចូលយើងថយក្រោយវិញទាំងអស់មកហើយយើងចូលមកកាន់ access យើង refresh កន្លែង spot យើងមើលសិនមកតើយើងមានកាក់ BNB នៅអញ្ចឹងឥឡូវនេះគឺយើងមានកាក់ BNB ហើយគឺ 0.1375 មានន័យថា0.13គិតជាលុយគឺ 91.77 បាទដោយសារវាកាត់ fee បន្តិចមិញណាបន្ទាប់ពីយើងមានកាក់ BNB ហើយយើងយកកាក់ហ្នឹងគឺយើងយកទៅធ្វើការ subscribe គឺយើងយកទៅ lock នៅក្នុងបៃណង Simple Earn អញ្ចឹងចុចកន្លែង home មកអ្នកនរគ្នាចុចកន្លែងពាក្យ more មកអ្នកនរគ្នាអូចុះមកក្រោមមកអ្នកនរគ្នាឃើញពាក្យថា earn ណាបើមានពាក្យថា earn អ្នកនរគ្នាមើលពាក្យថា Simple Earn នេះអ្នកនរគ្នាឃើញ Simple Earn ចុចកន្លែង Simple Earn មកយើងឃើញពាក្យថា BNB ចុចកន្លែង BNB មកហើយយើងយកពាក្យ flexible មកហើយយើងចុចកន្លែង maximum អញ្ចឹងយើងចុច confirm មកហើយយើង okay subscription successful អញ្ចឹងរបៀបដែលយើងរៀបចំដើម្បីទទួលបាន airdrop គឺបែបនេះរបៀបចូលរួមគឺអ្នកនរគ្នាគាត់យក BNB យកមក subscribe មកដល់ពេលដែលបៃណងមានកម្មវិធីបន្តបន្ទាប់ទាក់ទងជាមួយនឹងបៃណង holder drop បៃណង mega drop អីហ្នឹងគឺអ្នកទាំងអស់គ្នានឹងទទួលបាននៅលុយ free អ្នកទាំងអស់គ្នានៅក្នុងបៃណង Simple Earn វាលុយវាដាក់នៅក្នុង Earn អ្នកគ្នាទៅដល់ពេលមកបើវាចូលនៅក្នុង spot បែបនេះបាទគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះឯងទាក់ទងជាមួយនឹងបៃណង holder airdrop ហើយនឹងកាក់ resole បាទហើយមុននឹងចប់បាទអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការ subscribe channel របស់ខ្ញុំបាទទេអ្នកគ្នាអាចជួយធ្វើការ subscribe មួយផងអ្នកគ្នាដើម្បីទទួលបាននៅចំណេះដឹងថ្មីៗមេរៀនថ្មីៗអ្នកទាំងគ្នាអាចរៀននៅក្នុងទីនេះ free បាទអរគុណ please have a nice day bye bye